សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខម្ហូបខ្មែរយើងនិយាយទៅមុខម្ហូបនេះគឺបើសម្រាប់អ្នកស្មក់ទងន់ក៏យើងញ៉ាំទៅល្អដែរពីព្រោះថាយើងបន្លែច្រើនជាងសាច់ហើយមុខម្ហូបមួយមុខនេះគឺមានឈ្មោះថាសម្លប៉ាហាត្រីអាំងជាមួយនឹងបន្លែហ្នឹងគឺមានដូចក្នុងរូបចឹងមានអំណងតឡាចល្ពៅផ្សិតបងប្អូនហើយផ្សិតហ្នឹងគឺយើងយកមកថ្មីហ្នឹងអញ្ចឹងវាផ្អែមនៅផ្អែមហើយសម្រាប់បន្លែប្លុកនេះដូចជាស្លឹកបាសអីខ្ញុំដាំខ្លួនឯងទេដាំខ្លួនឯងអញ្ចឹងណាហើយសម្រាប់គ្រឿងក្រៅមានតែប៉ុណ្ណឹងបងប្អូនមានដូចជាខ្ញុំមានខ្ជាយមានល្មៀតហើយខ្ញុំដាក់ម្ទេសក្រហមបន្តិចហើយសាច់មានសាច់ជ្រូកជាពិសេសប្រហិតត្រីតែឆ្លាតណាហើយសម្រាប់សឹកត្រីបងប្អូននេះខ្ញុំដាំខ្លួនឯងដែរគឺចេះតែដើរទៅវាល្អដែរអញ្ចឹងណាហើយសម្រាប់សឹកត្រីដែលយើងដាំខ្លួនឯងហ្នឹងគឺវាឈ្ងុយអធិស្ឋានសាឡននេះតែពិតត្រូវបុកគ្រឿងបងប្អូនយកត្រីអាំងហ្នឹងមកបុកប៉ុន្តែដោយសារយើងនារីមេផ្ទះមើលកូនមើលអីផងហើយងាកទៅក៏សម្រាប់ថាញីដាក់ចូលវិញទៅហើយពេលឡើងមកលើដងណាក៏ក្លិនឈ្ងុយជាណាដែរហើយនេះទឹកបាសបងប្អូនអើយដោតដាំខ្លួនឯងអញ្ចឹងណាហើយនេះបេះបានមកកូនប្រឆេងមិញហ្នឹងគឺដើមនៅនេះអស់ស្លឹកហើយចេះតែដាំអញ្ចឹងទៅបងប្អូនយកតបូយើងអត់មានអីបាក់ដែរគ្រាន់តែយើងដាក់ដោតចោលអញ្ចឹងទៅស្រោចទឹកទៅយើងអាចបានផលពីដូចស្លឹកស្ក្រៃគល់ស្ក្រៃអីហ្នឹងយើងត្រូវស្លយើងបុកគ្រឿងអីអញ្ចឹងយើងកាត់ភ្លាមអញ្ចឹងណាឈ្ងុយឆ្ងាញ់ណាវានិយាយទៅវានៅក្លិនវាឈ្ងុយអញ្ចឹងណាហើយសម្រាប់បន្លែប្លុកខ្ញុំចិត្តរួចអស់ហើយដូចក្នុងរូបត្រីអាំងនោះក៏បេះឆ្អឹងយើងចេញអញ្ចឹងណាហើយសម្រាប់ប្រហិតនោះគឺខ្ញុំលាយគ្រឿងដែរគឺលាយមកប្រេងខ្យងបន្តិចហើយនឹងប្រេងអូលីវបន្តិចហើយបន្លែប្លុកនេះខ្ញុំចិត្តរៀបចំអីហើយអស់ហើយនិយាយទៅស្លមួយមុខនេះលឿនណាបងប្អូនខ្ញុំគ្រាន់តែដាំទឹកជុំប្រហុកស្ករប៊ីចេងទឹកត្រីអំបិលអីតិចទៅអត់តែយើងរៀបចំគ្រឿងក្រៅយើងហើយគឺលឿនមែនតើបងចូលទេហើយនេះសកម្មភាពចិត្តបន្លែចិត្តអីរៀបចំស្ត្រីមេផ្ទះរៀបកូនមកដល់ល្មមទៅយកកូនបើកទ្វារនេះស្លខ្ញុំចិត្តចេញរូបរាងហើយបងប្អូនអើយតែសម្រាប់ខ្ញុំគឺរសជាតិឆ្ងាញ់លក្ខណៈថាវាមានជីវជាតិក្នុងនឹងមានស្លឹកបាសមានបន្លែច្រើនមុខអញ្ចឹងណាសម្រាប់កូនយើងអាចញ៉ាំបានដែរអញ្ចឹងណាហើយមួយវិញទៀតបងប្អូនសម្រាប់គ្រឿងក្រៅទាំងអស់ហ្នឹងឲ្យតែយើងដាក់គ្រឿងដាក់អីឲ្យអស់ចឹងទៅយើងដាក់បង់ចូលទៅហើយនេះខ្ញុំកាត់ដែរនេះបង់ចូលឲ្យអស់ហើយបងប្អូនស្រាទៅ